សូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីស្រឡាញ់បាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនស្ដាប់ដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាតារាជើងចាស់បាទ TVB ម្នាក់ទៀតហើយទម្លាយទាំងអួលដើមកគ្មានចំណូលចិត្តជីវិតនៅក្នុងវ័យ67ឆ្នាំបាទចឹងទេតរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតបាទជាការពិតណាស់ក្នុងរយៈពេលចុងក្រោយនេះសង្កេតឃើញថាតារាល្បីៗនៅទីក្រុងហុងកុងជាច្រើនបានជួបប្រទះបញ្ហាលុយកាក់ខ្លាំងរហូតមួយចំនួនងាកទៅធ្វើជាអ្នករត់តាក់ស៊ីឬក៏ការងារក្រៅម៉ោងមួយចំនួនផ្សេងទៀតដើម្បីរកប្រាក់មកផ្គត់ផ្គង់នៅក្នុងគ្រួសារបាទនេះជាអត្ថបទព័ត៌មាននៅប្រទេសចិនបាទក្រុងហុងកុងបាទឥឡូវនេះតារាជើងចាស់បាទ TV Facebook មួយរូបទៀតហើយគឺលោក Harry Lo Harry ក៏បានបញ្ចេញមកទួញសោកពីផលលំបាករបស់លោកនៅក្នុងការរកប្រាក់ចិញ្ចឹមជីវិតបច្ចុប្បន្ននេះផងដែរតារាសម្ដែងជើងចាស់ Lo Harryដែលមានឈ្មោះល្បីល្បាញនៅក្នុងនាមជាតួអង្គរងប្រចាំរឿងភាគល្បីៗរបស់ទូរទស្សន៍បាទ TV Facebook ថ្មីនេះក៏បានចេញមកទម្លាយពីបញ្ហាព្រួយបារម្ភរបស់លោកចំពោះប្រាក់ចំណូលដែលមិននឹងខ្លួនអំឡុងពេលដែលជួបជាមួយនឹងនាយកប្រតិបត្តិរបស់ទូរទស្សន៍ផងបាទជួបនឹងនាយកប្រតិបត្តិបាទតារាប្រុសវ័យ67ឆ្នាំរូបនេះបានរៀបរាប់ថាការលុបចោលការថតជាញឹកញាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះបានធ្វើឲ្យលោកបាត់បង់ចំណូលជាខ្លាំងលោកក៏បានលើកយករឿងមួយមកនិយាយពេលនេះដែរលោកត្រូវបានគេកក់ឲ្យថតរឿងភាគមួយតែក្រោយមកតំណែងរបស់លោកក៏បានគេកាត់ចេញវិញដោយសារតែស្ត្រីត្រូវបានផ្លាស់ប្ដូរបាទគ្រីបត្រូវបានផ្លាស់ប្ដូរបណ្ដាលឲ្យលោកត្រូវអត់មានការងារធ្វើបាទតារាហុងកុងនៅក្នុងកិច្ចសម្ភាសន៍មួយរបស់ HK1 លោក Lo Henry ក៏បាននិយាយថាខ្ញុំសង្ឃឹមថាខ្ញុំទទួលបានការដែលយកចិត្តទុកដាក់ពីក្រុមគ្រួសារត្រឹមត្រូវមួយខ្ញុំយល់ថារាល់ក្រុមហ៊ុនទាំងអស់កំពុងតែជួបប្រទះការលំបាកតែខ្ញុំក៏ត្រូវការលុយបង់ថ្លៃជួលនិងត្រូវការរស់នៅជីវិតដ៏សាមញ្ញមួយផងដែរអ្នកលាងចានពេញម៉ោងក៏អាចនឹងរកចំណូលបានជាងខ្ញុំផងដែរបាទនេះតារាភាពយន្តទាំងមូលប្រិមិត្តបាទភាពយន្តចិនបាទជាមួយគ្នានេះផងដែរលោក Henry ក៏បានទទូចឲ្យខាងក្រុមហ៊ុនគោលគោរពក្រុមហ៊ុនគោរពស្ងប់ស្ងាយដល់តារាជើងចាស់ដែលសម្ដែងជាតួអង្គរងពីមុនផងលោកក៏បានបន្ថែមទៀតថាពេលដែលពួកគេចេញទៅពួកគេទៅបាត់ហើយប្រសិនបើអ្នកមិនឲ្យតម្លៃរបស់គេនោះនឹងលែងមានតទៅទៀតហើយពេលខ្លះតារាសម្ដែងក្មេងៗយកមកឲ្យសម្ដែងជាតួអង្គមនុស្សចាស់អញ្ចឹងហេតុអីមិនទៅហៅតារាចាស់មកសម្ដែងវិញបើទោះជាមានពាក្យ
ទួញសោកមួយចំនួនក៏ពិតមែនប៉ុន្តែលោកហេនរីក៏មិនមានគម្រោងចាក់ចែងពីទូរទស្សន៍នោះឡើយដោយបច្ចុប្បន្នលោកកំពុងតែចរចាថតបន្តរឿងថ្មីទៀតបាទនេះជាតារាចិញ្ចាស់របស់ទីក្រុងហុងកុងបាទអូខេប្រិមត្តអត្ថបទព័ត៌មាននេះបាទសូមបញ្ចប់ត្រឹមនេះសូមប្រិមត្តទស្សនាសម្រាប់អត្ថបទព័ត៌មានថ្មីមួយជាបន្តទៀតដែលអត្ថបទព័ត៌មាននេះមានចំណងជើងថាស្រីប៉ះរនៅប្តី3ធ្វើឲ្យប្រពន្ធឆ្អែតចិត្តបាទប្តីទាំង3ធ្វើឲ្យប្រពន្ធឆ្អែតចិត្តខ្លះអាចបាទដល់លែងលះព្រោះតែទ្រាំរស់នៅជាមួយគ្នាទៀតលែងបានបាទលែងលះគ្នាបាទទ្រាំលែងបានមានលែងលះគ្នាបរោះខ្លះរៀបការមានប្រពន្ធកូនទៅហើយតែបើនៅតែឲ្យម្ដាយចូលមកចាត់ចែងចូលមកចេះដឹងនឹងជាចំណែកគ្រប់យ៉ាងនៃគ្រួសាររបស់ខ្លួនករណីប្តីប្រពន្ធមិនតិចទេដែលមានបញ្ហាចម្រូងចម្រាសខ្លះរហូតឈានដល់ការលែងលះគ្នាទៀតផងយើងសូមលើកពីប្តី3ប្រភេទដែលពួកគេស្ដាប់តែតាមម្ដាយភ្លេចគិតប្រពន្ធកូនខ្លួនឯងស្ដាប់តាមតែម្ដាយបាទភ្លេចគិតប្រពន្ធនិងកូនបាទទី1ប្តីជាកូនក្មេងមិនចេះធំប្តីប្រភេទនេះពឹងផ្អែកតែការសម្រេចចិត្តគ្រប់យ៉ាងពីម្ដាយរាប់ទាំងពីការជ្រើសរើសប្រពន្ធរហូតដល់ដោះស្រាយបញ្ហានៅក្នុងគ្រួសារជាក់ស្ដែងមុនពេលដែលបង្កើតការសម្រេចចិត្តអ្វីមួយគេប្រឹក្សាតែជាមួយម្ដាយគេតែប៉ុណ្ណោះសូម្បីតែរឿងពាក់ព័ន្ធនឹងប្រពន្ធកូនក៏គេឲ្យម្ដាយគេជាអ្នកសម្រេចចិត្តផងដែរមានប្តីបែបនេះប្រពន្ធនឹងមានអារម្មណ៍គំនិតរបស់នាងគឺជាជំរើសទី2ខណៈដែលនាងជាគូជីវិតរួមរស់ជាមួយនឹងគ្នារាល់ថ្ងៃអាចថាជាប្តីបែបនេះខ្មាស់ទំនួលខុសត្រូវនឹងជាដៃគូជីវិតដែលគ្មានភាពឯករាជ្យដៃគូជីវិតគ្មានភាពឯករាជ្យចេះតែអត់ចេះគិតខ្លួនឯងមកឲ្យតែម្ដាយគិតគូឲ្យបាទមកឃើញអញ្ចឹងយើងតាមដានអត្ថបទអប់រំនេះជាបន្តទៀតបាទទី2ប្តីមិនចេះកំណត់ព្រំដែនប្តីប្រពន្ធទូទៅតែងតែកំណត់គ្នារឿងណាគួរមិនគួរចែករំលែកតែសម្រាប់ប្តីប្រភេទនេះវិញអនុញ្ញាតឲ្យម្ដាយដឹងឮរឿងគ្រប់យ៉ាងព្រមទាំងឲ្យចូលមកចាត់ចែងសពគ្រប់នៅក្នុងគ្រួសារឧទាហរណ៍ម្ដាយចាត់ចែងតាំងពីរបៀបរស់នៅគម្រោងថ្ងៃសម្រាកឬក៏ការចំណាយលុយរបស់គ្រួសារជាដើមសកម្មភាពបែបនេះគឺជាការបំផ្លាញរួមរស់របស់ប្តីប្រពន្ធនឹងមានអារម្មណ៍ត្រូវបានបំពានទាំងភាពផ្ទាល់ខ្លួននិងសិទ្ធិនៅក្នុងនាមជាប្រពន្ធពីមួយថ្ងៃទៅមួយថ្ងៃវានឹងបង្កើតតានតឹងហើយបាត់បង់ភាពស្និទ្ធស្នាលផងដែរបាទភាពស្និទ្ធស្នាលមកចូលដល់ចំណុចទី3បាទប្តីអាងម្ដាយជាអ្នកការពារចំនួនប្តីប្រពន្ធជារឿងរវាងមនុស្ស2នាក់ប៉ុន្តែប្តីម្នាក់នេះចូលចិត្តយកម្ដាយមកធ្វើជាអ្នកការពារនិងយកឈ្នះតាឯងដោយមិនថ្លឹងថ្លែងដើម្បីសម្រួលឡើយប្រពន្ធនឹងមានអារម្មណ៍មិនទទួលបានការគាំទ្រនិងមិនគោរពឲ្យតម្លៃនាងវាបង្កជាករណីខ្វះភាពជាដៃគូបំផ្លាញដល់ការជឿជាក់និងក្តីស្រឡាញ់បាទនេះជាអត្ថបទព័ត៌មានអប់រំបាទចំពោះបុរសមិនមែនជាម្ចាស់ការខ្លួនឯងបាទ
បោកខេប្រិមិត្តអត្តបទព័រមាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាស្ដាប់នៅអត្តបទព័រមាននេះតែមុននឹងបញ្ចប់នៅអត្តបទព័រមាននេះសូមប្រិមិត្តជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តបាទម្នាក់មួយផងដើម្បីទទួលបានអត្ថបទព័ត៌មានថ្មីជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា